សូមជូនរឿងគូស្នេហ៍ឥតព្រៀងទុកភាគទី14ភ្លាមនោះលោកចត្រាក៏ទាញកូនឲ្យថយក្រោយរួចហើយឈរស្ងៀមស្ងាត់នៅក្នុងចិត្តលោកពិចារណាថាតើយើងត្រូវសម្ដែងខ្លួនជាបុរសពើងទ្រូងមិនព្រមចោះញោមស្ត្រីរួចបែរក្រោយនាំកូនទៅផ្ទះវិញដោយមិនបាច់លុតជង្គង់សុំទោសនារីកុំឲ្យញាតសោយចំអកធ្លាយពោះឬក៏យើងត្រូវលុតជង្គង់ចុះទទួលការសោយចំអកដើម្បីរំលត់កំហឹងនិងការឈឺចាប់របស់នារីម្នាក់ហើយស្រវាចាប់យកភាពមនោរម្យក្នុងគ្រួសារសាជាថ្មីបើសិនជាយើងប្រឹងរក្សាកិត្តិយសបុរសមិនព្រមលុតជង្គង់ចុះព្រោះខ្លាចញាតសោយយំយើងនឹងកូនត្រូវត្រឡប់ទៅផ្ទះវិញដោយគ្មានរតនីពេលនោះផ្ទះយើងនឹងคล้ายមកជាស្ងាត់ក្រៀមក្រំដោយពីដើមវិញចំណែកគ្រួសារយើងនិងគ្រួសាររបស់រតនីក៏មានការអរិយចិត្តចំពោះគ្នាមួយជីវិតហើយប្រវត្តិគ្រួសាររបស់យើងក៏ចោលក្លិនអាសោចព្រោះតែភាពមិនប្រពៃនៃមេគ្រួសារព្រោះយើងមិនបានកែប្រែស្ថានភាពគ្រួសារនិងកំហុសរបស់ខ្លួនឲ្យប្រសើរឡើងប៉ុន្តែបើសិនជាយើងកាត់គេខ្មាស់ស្ម័គ្រចិត្តលុតជង្គង់សុំទោសនាងច្បាស់ជារសាយកំហឹងរួចហើយវិលមករស់នៅផ្ទះយើងដូចពីដើមវិញភាពរមនាក៏កើតមានសារជាថ្មីក្នុងគ្រួសារយើងហើយកូនរបស់យើងក៏នឹងរីករាយដូចពីដើមវិញដែរព្រោះយើងលែងមានកំហឹងគុំគួននឹងគ្នាលែងមានអរិយចិត្តតទៅទៀតកាលបើកូនយើងមានសេចក្តីសុខយើងក៏មានសេចក្តីសុខដូចគ្នាដែរទោះបីញាតិនៅតែសោយចំអកបន្តោះបង្អាប់ថាយើងលុតជង្គង់ដើម្បីស្រីម្នាក់ក៏ដោយគិតទៅបែរទៅទិសណាក៏ញាតិនៅចាំសោយចំអកយើងដដែលនឹងបើដូច្នោះយើងចាំបាច់ទៅគិតខ្វល់ពីការសោយចំអករបស់ញាតិធ្វើអ្វីគិតតែពីជ្រើសរើសផ្លូវណាដែលនាំឲ្យគ្រួសារមានសុភមង្គលរមនានោះគឺត្រឹមត្រូវទៅហើយភ្លាមនោះលោកចត្រាក៏យកដៃជូតញើសពីថ្ងាសរួចក៏ដើរទៅជិតរតនីលោកប៉ាធីតាឧទានទំនងដឹងថាឪពុករបស់គេកំពុងកាត់អាម៉ាស់ក្នុងចិត្តលុតជង្គង់សុំទោសរតនីមិនអីទេកូនដើម្បីគ្រួសារយើងប៉ាអាចធ្វើបានមានប្រសាសន៍រួចហើយលោកចត្រាក៏សម្រោតខ្លួនដាក់ជង្គង់ចុះទៅលើដីធ្វើឲ្យកូនរបស់លោកភ្ញាក់ក្រញាំងដោយឃើញឪពុករបស់គេហ៊ានធ្វើដូច្នោះបន្ទាប់មកលោកចត្រាក៏មានប្រសាសន៍បន្តថារតនីសូមនាងទទួលយកនូវការសុំទោសពីខ្ញុំហើយសូមរសាយកំហឹងទៅណាហើយសូមអធិស្ឋានដល់ខ្ញុំផងរតនីភ្ញាក់ព្រឺតបែរមុខមកដោយលើលោកចត្រាហៅឈ្មោះរបស់នាងប៉ុន្តែនាងខ្ញុំមិនទាន់អាចទទួលបាននៅឡើយទេលោកចត្រាបើកភ្នែកមូលក្រឡងកាលបើលឺនាងពោលដូច្នោះរួចនឹកខកចិត្តស្រឡេតតែម្ដងស្រាប់តែនាងពោលបន្តថាបើសិនជាលោកលុតជង្គង់ចុះដើម្បីកូនរបស់លោកខ្ញុំទទួលមិនបានទេព្រោះបើសិនថ្ងៃណាមួយកូនរបស់លោកមិនពេញចិត្តរូបខ្ញុំដោយប្រការណាមួយលោកច្បាស់ជាកាន់ជើងពួកគេរួចជះកំហឹងមកលើនាងខ្ញុំទៀតមិនខានអញ្ចឹងតើនាងឲ្យខ្ញុំធ្វើយ៉ាងណាវិញធ្វើយ៉ាងណាក៏បានដែរដើម្បីឲ្យនាងខ្ញុំទទួលបាននូវភាពកក់ក្ដៅក្នុងចិត្តមកវិញលោកចត្រាលេបទឹកមាត់ផ្សារបំពង់កក្អឹបទៅពោលសារជាថ្មីរតនីចត្រាខ្ញុំសូមលុតជង្គង់ថ្វាយព្រះរតនត្រ័យសច្ចាថានឹងលះបង់ចិត្តនឹងការប្រព្រឹត្តអំពើហិង្សាហើយកែប្រែស្ថានភាពគ្រួសារដើម្បីគ្រប់គ្នាដែលរស់នៅក្នុងផ្ទះមានសេចក្តីសុខរមនានិងមានសុវត្ថិភាពរៀងរហូតទៅរួមទាំងនាងផងដែរណារំពេចនោះស្នាមញញឹមបានវិលមករកផ្ទៃមុខរបស់ធីតាយើងដូចជប់ភ្លាមតែម្ដងនាងក៏ស្រដីឡើងដោយដួងចិត្តស្រឡះស្រាកស្រានពីកំហឹងចំពោះលោកចត្រាអរគុណណាស់ដែលលោកលុតជង្គង់ថ្វាយព្រះរតនត្រ័យសច្ចាលះបង់ចិត្តនឹងអំពើហិង្សាចោលចាប់ពីថ្ងៃនេះតទៅខ្ញុំសង្ឃឹមថាភាពហិង្សានឹងរលត់បាត់ពីបេះដូងរបស់លោកជានិរន្តរ៍លោកចត្រាសម្លឹងមុខនាង
ដោយសម្ដែងភាពស្មោះត្រង់មិនមានជាលើកទី2ទេរតនីខ្ញុំសន្យាធីតាក៏ញញឹមឡើងទាំងទឹកភ្នែករលីងរលោងដោយក្តីរំភើបត្រេកអរលោកចត្រាក៏ងើបឈរឡើងហុចដៃឲ្យនាងដើម្បីតោងឈរឡើងមកទៅផ្ទះយើងវិញផ្ទះយើងរតនីលន់មាត់មែនហើយគឺផ្ទះយើងនៅភ្នំពេញនោះអីរតនីជ្រួញចិញ្ចើមជាផ្ទះរបស់លោកមិនមែនផ្ទះរបស់ខ្ញុំទេប៉ុន្តែនាងក៏ជាអ្នកផ្ទះនោះដែរដឹងហើយនៅឃើញនារីនៅអេះអញមិនព្រមតោងដៃលោកក៏លូកដៃទៅស្រវាចាប់ដៃរបស់ធីតាឲ្យងើបឡើងមកងើបឡើងមកពេលនេះម៉ាណាវីមិនប្រកែកទេក៏បណ្ដោយឲ្យលោកចត្រាទាញដៃឲ្យងើបតាមស្រួលតាមផ្លូវមកផ្ទះវិញលោកចត្រាដើរកាន់ដៃនារីមិនរបេះសោះថ្មីបាននាងខំរលាស់ចេញជាច្រើនដងក៏ដោយពេលនោះរតនីនឹកភ័យញ័រខ្លួនក៏ក្រឹកផងខ្មាស់អៀនផងដូចជានឹកចម្លែកក្នុងចិត្តយ៉ាងណាមិនដឹងឯធីតានោះវិញក៏សប្បាយចិត្តណាស់ដោយឃើញអ្នកទាំងពីរត្រូវរើគ្នាលោកចត្រាដើរបណ្ដាលួចបែរមកញញឹមដាក់រតនីបណ្ដាទំនងហាក់ដូចជារំភើបចិត្តដែលលោកនិងក្រុមគ្រួសារកំពុងធ្វើដំណើរឈានទៅរកសុភមង្គលថ្មីមួយដើរមិនទាន់ដល់ផ្ទះយេសានវិញផងស្រាប់តែលោកចត្រាមានអារម្មណ៍ធីងធងងងឹតមុខឈឹងទប់ខ្លួនមិនរួចក៏ដួលប្រុសទៅលើដីបាត់មាត់ឈឹងតែម្ដងលោកប្រុសលោកប៉ាទាំងអស់គ្នាឧទានហៅលោកចត្រាដោយផិតភ័យតក្កមាលោកចត្រាប្រែខ្លួនឡើងសាជាថ្មីឃើញខ្លួនលោកនៅលើកន្ទេលមានញាតិរហង្គនៅអង្គុយជុំជិតលោកប្រុសដឹងខ្លួនហើយឯងយាយសុំចានេះលងអត់ងងុយ2យប់ហើយណាទៅខ្លាចជាខ្យល់កោរបៀបនេះហើយខ្ញុំនៅឯណានឹងនៅលើផ្ទះយេសានលោកបាត់មាត់បាត់កច្រើនមកហើយមើលណោះពួកគេផិតភ័យព្រួយបារម្ភចំពោះលោកគ្រប់គ្នាលោកចត្រារេភ្នែកបែរមើលជុំវិញខ្លួនរតនីហើយនឹងកូនរបស់ខ្ញុំទៅណាហើយពួកគេនៅខាងនោះលោកចត្រាបែរទៅម្ខាងឃើញរតនីនិងធីតាអង្គុយធ្វើមុខស្ងួតដោយក្តីព្រួយបារម្ភពីលោកកាលបើឃើញឪពុកដឹងខ្លួនមកវិញធីតាក៏ញញឹមឡើងហើយរត់មកអោបលោកលុះឃើញបរិយាកាសគ្រួសារមានភាពរមនាវិញហើយចាស់ក៏លែងនៅរំខានតទៅទៀតហើយនាំគ្នាគេចចុះទៅដីអស់ទៅបន្តិចមកលោកចត្រាក៏មានប្រសាសន៍ប្រាប់កូនថាឲ្យប៉ាសុំនិយាយគ្នាជាមួយបងរតនីតែ2នាក់សិនបានទេកូនចុះទៅលេងនៅខាងក្រោមសិនទៅណាធីតាលួចចោលកន្ទុយភ្នែកដាក់រតនីរួចហើយក៏នាំគ្នាងើបចេញទៅភ្លាមរតនីមកជិតខ្ញុំបន្តិចបានទេរតនីងើបឡើងធ្វើកិរិយាអេះអន់ព្រោះនាងមានអារម្មណ៍ចម្លែកយ៉ាងណាមិនដឹងតែឃើញលោកចត្រាផ្ដល់សម្ព័ន្ធពិសេសចំពោះនាងបន្តិចមកលោកក៏ប្រងងើបអង្គុយនាងមកជិតខ្ញុំបន្តិចមករតនីងើបលូនទៅដាក់ខ្លួនជិតស្រាប់តែឃើញលោកលូកដៃម្ខាងរាវក្នុងហៅប៉ាវរួចហើយយកដៃម្ខាងទៀតស្រវាចាប់ដៃរបស់នាងឃើញដូច្នោះមែនអ្វីកញ្ឆក់ដកដៃយ៉ាងរហ័សព្រោះមិនចង់ឲ្យលោកចត្រាកាន់ដៃនាងទេស្រាប់តែហុចដៃមកខ្ញុំមានអ្វីសងនាងវិញណានារីងើបមុខឡើងសម្លឹងលោកចត្រាដែលសម្លឹងមកនាងដោយខ្សែភ្នែកយ៉ាងស្រទន់រតនីក៏លើកដៃហុចសន្សឹមទំនងខ្លាចចិត្តលោកចត្រាទទួលដៃនាងហើយក៏បំពាក់ខ្សែដៃមាសដែលលោកបានដោះពីដៃរបស់នាងកាលពីថ្ងៃមុននោះឲ្យវិញសុំទោសណាដែលខ្ញុំមានការយល់ច្រឡំទៅលើនាងរតនីធ្វើមុខញញឹមដោយក្តីសោមនស្សព្រោះបានទទួលខ្សែដៃដែលជាកេរមរតករបស់ម្ដាយនាងមកវិញឯណាដៃម្ខាងទៀតលោកចត្រាសួររតនីញាក់ព្រឺតតែលោកចត្រាមិនស្រដីច្រើនទេបែរជាស្រវាចាប់ដៃរបស់នាងម្ខាងទៀតចេញមកហើយក៏ទាញខ្សែដៃមួយទៀតដែលមានក្បាច់រចនាស្រដៀងគ្នានោះទៅបំពាក់ឲ្យម៉ាណាវីបន្ថែមនេះមិនមែនជាខ្សែដៃរបស់ខ្ញុំទេលោកប្រុស
រតនីឧទានឡើងលោកចត្រាញញឹមហើយឆ្លើយថាបន្ទាប់ពីពាក់ជាប់ដៃនេះនឹងខ្លាចជាម្ចាស់របស់វាហើយម៉ាណវីសំឡងមុខលោកចត្រាទំនងងឿងឆ្ងល់លោកក៏មានប្រសាសន៍ថាការពិតខ្សែដៃនេះគឺជារបស់ប្រពន្ធខ្ញុំមែនតែពេលនេះខ្ញុំគិតថានេះស័ក្តិសមធ្វើជាម្ចាស់ជំនួសអូនកល្យាណីហើយទើបប៉ុន្តែនាងខ្ញុំមិនមែនជាភរិយារបស់លោកទេបើមិនមែននាងរៀបការនឹងខ្ញុំទៅនោះនាងនឹងក្លាយជាប្រពន្ធខ្ញុំហើយកុំនិយាយលលេងដូចនេះលោកប្រុសខ្ញុំនិយាយមែនណាយើងរៀបការនឹងគ្នាបានទេរតនីអត់ទេលោកប្រុសកុំនិយាយលេងសើចអញ្ចឹងអីមិនបានលលេងទេគឺខ្ញុំនិយាយមែនពុទ្ធោគ្មាននរណាគេរៀបការដោយមិនបានស្រឡាញ់គ្នានោះទេអញ្ចឹងយើងចាប់ផ្ដើមស្រឡាញ់គ្នាពីពេលនឹងតទៅអត់ទេលោកប្រុសថ្ងៃនេះលោកមិនស្រួលខ្លួននិយាយរវើរវែងណាខ្ញុំសុំខ្លួនទៅតាមយេស៊ុំសិនមិនរវែរវែងទេគឺខ្ញុំនិយាយការពិតណារតនីជប់នៅស្ដាប់លោកប្រុសហើយរតនីងើបឡើងបំរុងកិច្ចខ្លួនចេញទៅតែលោកចត្រាស្រវាចាប់ដៃនាងជាប់ជប់សិននៅមានរឿងមួយទៀតដែលខ្ញុំចង់សួរនាងរតនីឮហើយក៏ដាក់ខ្លួនអង្គុយចុះវិញតើលោកមានការអ្វីដែរចាក្រែងនាងចង់ធ្វើគ្រូមែនទេរតនីបើកភ្នែកមូលក្រឡងចាស់មែនហើយមិនក៏លោកជ្រាបរឿងនេះកុំខ្វល់អីថាខ្ញុំដឹងដល់របៀបណាដែលសំខាន់នោះគឺខ្ញុំចង់ជួយឲ្យក្តីស្រមៃរបស់នាងបានខ្លាចជាការពិតប៉ុន្តែខ្ញុំគ្មានសង្ឃឹមថាអាចទៅរួចទេព្រោះគ្រួសារខ្ញុំក្រណាស់យើងបានកាត់ដីចំការលក់ចិនអស់ទៅហើយដើម្បីជួយឲ្យប្អូនខ្ញុំរៀនពេលនេះគ្មានសមត្ថភាពអាចទៅរួចទេម្ដេចក៏នាងព្រមចោះចាញ់ដោយមិនបានពុះពេកអញ្ចឹងនាងចាំទេថានាងជាអ្នកសរសេរប្រយោគមួយនោះនៅលើក្តារខៀនក្នុងរោងស្បូវក្នុងដីចំការរបស់នាងភ្លាមនោះរតនីនឹកភ្នែកដល់ឃ្លាដែលនាងធ្លាប់សរសេរថាដើម្បីជោគជ័យយើងត្រូវតែមានសេចក្តីសង្ឃឹមដើម្បីឲ្យក្តីសង្ឃឹមមានរូបរាងយើងត្រូវតែខំពុះពារបើសិនជារាថយមិនពុះពារយើងនឹងក្លាយជាអ្នកចាញ់រហូតមិនអាចរកជោគជ័យឃើញឡើយលោកចត្រាក៏មានប្រសាសន៍បន្តថាតើនាងហ៊ានពុះពារដោយពាក្យនាងសរសេរនោះទេមិនខ្លាចទេប៉ុន្តែខ្ញុំក្រណាស់មានប្រាក់អ្វីបងសាឡាទៅលោកចត្រាក៏មានប្រសាសន៍ឡើងថាថ្មីបើនាងគ្មានប្រាក់តែនាងមានប្រាជ្ញានិងសម្បទាព្រមទាំងមានសន្តានចិត្តល្អជាមួយក្មេងៗខ្ញុំថានាងអាចធ្វើគ្រូបានយ៉ាងល្អហើយបើសិនជាអ្នកស្ម័គ្រពុះពារខ្ញុំមានមធ្យោបាយមួយជួយនាងបានណាតែធ្វើគ្រូយ៉ាងណាបើខ្ញុំរៀនមិនចប់មធ្យមសិក្សាផងនោះបើធ្វើគ្រូមិនបាននាងធ្វើម្ដាយរបស់កូនខ្ញុំទៅយ៉ាងម៉េចដែរទៀតហើយលោកប្រុសនិយាយទៅនិយាយមកមានតែរឿងឥតន័យដែលមិនអាចទៅរួចនរណាថាមិនអាចទៅរួចរឿងនេះសម្រេចលើនាងនិងខ្ញុំតែពីរនាក់ទេតើខុសហើយលោកប្រុសរឿងនេះស្ថិតនៅលើមនុស្សច្រើនអ្នកគឺលោកកូនរបស់លោកនិងខ្ញុំបើនិយាយពីលក្ខណៈប្រជាធិបតេយ្យវិញគឺខ្ញុំជាអ្នកចាញ់រហូតព្រោះខ្ញុំមានតែម្នាក់ឯងត្រូវតែសម្របសម្រួលតម្រូវតាមមតិភាគច្រើនជានិច្ចម្យ៉ាងទៀតខ្ញុំមិនដែលមានចិត្តចង់ធ្វើជាម្ដាយចុងរបស់ក្មេងណាមួយទេព្រោះសង្គមខ្មែរមិនដែលឲ្យតម្លៃនារីដែលជាម្ដាយចុងគេឡើយគេតែងតែឲ្យតម្លៃទៅលើភរិយាដើមនិងកូនដើមជានិច្ចជានារីដែលគ្មានចំណងដូចខ្ញុំនេះបើខ្ញុំស្ម័គ្ររៀបការជាមួយលោកមិនខុសពីយកខ្លួនទៅប្រថុយផ្គាប់ចិត្តមនុស្សទាំងវងក្នុងផ្ទះនោះឡើយរួចហើយផ្គាប់ភ្នែកញាតិដែលចាំតែសោយចំអកនោះទៀតការរៀបមង្គលការជាមួយបុរសដែលមានប្រពន្ធកូនរួចហើយមិនខុសពីយកសម្លៀកបំពាក់ចាស់ចាស់មកកែម៉ូដនោះទេគឺពិបាកនឹងកែតម្រូវរាងឲ្យស្អាតស្អាតជាថ្មីក្រៃលែងការពិតការរើសក្រណាត់ថ្មីយកមកដេម៉ូដតម្រូវចិត្តខ្លួនឯងតែម្ដងវាស្រួលចិត្តជាងឆ្ងាយណាស់
ព្រោះมันពិបាកព្រួយរស់រើធ្នេចាស់ឲ្យស្នាមអាវនោះផងមួយវិញទៀតក្មេងណាក៏ដូចក្មេងណាដែរគេមិនដែលឲ្យតម្លៃស្ត្រីទី2ស្មើនឹងម្ដាយរបស់ខ្លួនដែរសូម្បីតែនាងមានលក្ខណៈសម្បត្តិល្អគ្រប់យ៉ាងបែបណាក៏ដោយគេធ្លាប់រស់នៅតាមរបៀបមួយដែលម្ដាយរបស់គេធ្លាប់បានអប់រំមកលុះគេមកជួបម្ដាយថ្មីដែលមានបែបបទទម្លាប់ខុសគ្នាគេនឹងចង្អៀតចង្អល់ចិត្តមិនខានពេលនោះស្ថានភាពគ្រួសារច្បាស់ជាផ្លាស់ស្រត់ភាពរមនាហើយកំហុសទាំងខ្លាយក៏ធ្លាក់លើម្ដាយចុងដោយស្វ័យប្រវត្តិប៉ុន្តែទោះបីជាយ៉ាងណានាងនៅភ្លេចរឿងមួយទៀតហើយរតនីភ្លេចរឿងអ្វីទៅលោកប្រុសគឺនាងភ្លេចហើយថាយាយសានក៏ជាម្ដាយចុងរបស់នាងដែរប៉ុន្តែគាត់បានថែទាំចិញ្ចឹមនាងបានយ៉ាងល្អប្រសើរហើយនាងក៏ស្រឡាញ់គាត់វិញយ៉ាងជ្រាលជ្រៅដោយមិនបានគិតថាគាត់ជាម្ដាយចុងទេពេលនេះនាងមានគិតទេថានឹងចម្លងគំរូល្អនេះចែកនារីដតីចែកសង្គមខ្មែរទូទៅឲ្យគេបានស្គាល់នៅតម្លៃសិលធម៌ល្អនិងទឹកចិត្តប្រពៃរបស់ម្ដាយចុងព្រោះតែបុព្វហេតុគុណធម៌និងសិលធម៌ព្រមទាំងការថែទាំឃុំក្រងដ៏កក់ក្ដៅរបស់ម្ដាយចុងទេខ្ញុំបានឃើញរតនីស្រឡាញ់ម្ដាយចុងដោយគ្មានអោស្ថានក្នុងចិត្តអ្វីបន្តិចណាទេរតនីឮប្រយោគនោះក៏ឆ្ងោកមុខនៅស្ងៀមបន្តិចមកក៏វិចារតបវិញថាខ្ញុំគិតថាខ្ញុំគ្មានគុណសម្បត្តិល្អគ្រប់គ្រាន់ដោយម៉ែទេម្យ៉ាងទៀតខ្ញុំធ្លាប់មានជីវិតជាអ្នកជនបទមិនស្គាល់ភាពជឿនលឿនក្នុងទីក្រុងប្រហែលមិនអាចធ្វើគំរូល្អដល់ក្មេងៗតាមបែបជីវិតអ្នកទីក្រុងបានប្រសើរឡើយប៉ុន្តែនាងបានធ្វើអ្វីតាមលក្ខណៈជឿនលឿននិងប្រកបដោយសិលធម៌រួចហើយតើនាងចេះអប់រំក្មេងដោយភាពត្រជាក់ចេះយល់ទុក្ខធុរៈនិងអារម្មណ៍របស់ក្មេងដែលខ្វះភាពកក់ក្ដៅក្នុងចិត្តចេះរកវិធីផ្សេងមករំសាយភាពមូមងក្នុងគ្រួសារចេះសរសេរកាតចេះផ្ញើកាតលើកទឹកចិត្តអ្នកដែលកំពុងក្រៀមក្រំនិងចេះប្រើអ៊ីនធឺណិតទៀតផងភគ្គទី14សូមស្លេះតែប៉ុណ្ណេះសិនសូមអរគុណ